ជាធម្មតាការមើលថែមាន់គឺមិនងាយស្រួលនោះទេទី1គឺចំណីទី2ទឹកទី3និងកម្ដៅជាធម្មតាកូនមាន់ដែលទើបនឹងកើតរហូតដល់អាយុបានខ្ទង់1ខែគឺខ្ញុំប្រើចំណីកូនមាន់ហើយទឹកគឺយើងត្រូវប្រើថ្នាំដែលមានថ្នាំវីតាមីនដាក់ឲ្យផឹកហើយយើងលាយជាមួយនឹងថ្នាំបំបត្តិផ្ដាសាយបន្តិចផងដែរខ្ញុំចិញ្ចឹមមាន់នេះគឺលក្ខណៈគ្រួសារហើយខ្ញុំអត់បានប្រើទូកម្ដៅទេហើយក៏ខ្ញុំមិនបានប្រើទូភ្ញើដែរគឺខ្ញុំប្រើឲ្យមេមាន់ជាអ្នកក្រាបរហូតដល់ញើសហើយទូកម្ដៅវិញក៏ខ្ញុំមិនបានប្រើដែរគឺយើងប្រើមេមាន់សម្រាប់ក្រាបហើយនឹងផ្ដល់កម្ដៅដល់កូនមាន់ជាពិសេសជាងនេះទៅទៀតគឺយើងត្រូវមើលថែទឹកគឺទឹកកុំឲ្យដាច់ត្រូវមានទឹកនៅក្នុងទ្រុងជាប្រចាំហើយយ៉ាងវិញទៀតចំណី